បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយដើម្បីចែកជូនបងប្អូនទាំងអស់គ្នាអំពីការវាយអត្ថបទឲ្យមានទម្រង់បែបបទស្អាតនិងស្តង់ដារដូចបងប្អូនបានឃើញស្រាប់នេះគឺជាឯកសារដែលមើលទៅឃើញមានទម្រង់ស្អាតស្តង់ដារហើយខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាអំពីការសេរី font នេះគឺជា font ព្រះរាជាកម្ពុជាគឺខ្ញុំរើស14ហើយខ្ញុំសេរីវានៅចំកណ្ដាលចំណែកជាតិសាសនាព្រះមហាក្សត្រខ្ញុំជ្រើសរើស font 13និងផ្សេងទៀតគឺ font 12ទាំងអស់នៅក្នុងឯកសារហើយដើម្បីឲ្យឯកសាររបស់យើងវាមានតម្រឹមឆ្វេងស្ដាំមានលក្ខណៈស្មើដូច្នេះបងប្អូនត្រូវដឹងអំពីការតម្រឹមរបស់ឯកសារអញ្ចឹងនៅក្នុងកម្មវិធី Word គឺមានតម្រឹម4ដែលយើងត្រូវការប្រើប្រាស់ជាប្រចាំរួមមានតម្រឹមឆ្វេងតម្រឹមក្តារតម្រឹមស្ដាំនិងតម្រឹមស្មើពីបងប្អូនបានឃើញហើយនេះគឺជាការបញ្ជាក់អំពីការតម្រឹមដូច្នេះនៅក្នុងអត្ថបទបងប្អូនទាំងអស់គ្នាកុំមើលរំលងអំពីការតម្រឹមពីព្រោះថាឯកសារគឺចាំបាច់ខ្លាំងមែនទែននៅក្នុងការសេរីបែបនេះដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចប្រើប្រាស់ឲ្យបានត្រឹមត្រូវសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំនិងកុំភ្លេចជួយចុច Subscribe សូមអរគុណ